សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំរៀបចំ event ដើម្បីទៅកម្មវិធីសាលាមួយនៃយើងត្រូវទៅខេត្តខេត្តដោយយើងទៅនឹងរយៈជីឡានក្រុងទៅនឹងរយៈពេល2ថ្ងៃមួយយប់ចឹងដែរឥឡូវយើងរៀបចំ event រៀបចំខ្លួនprepare to the main game, but before go to main game, we go to the canteen to buy something. ឥឡូវយើងរៀបចំចេញពីដងហើយដោយតបមកក៏យើងចូលទិញនំអីញ៉ាំតាមផ្លូវខ្លះៗឥឡូវបានដល់ឆ្លងទ្វារធំហើយនៅចាំឡានក្រុងមកយកឥឡូវឡានក្រុងក៏បានដល់ឥឡូវយើងជិះចំឡើងឡានឥឡូវយើងជីរយៈពេលយូរឥឡូវក៏យើងឆ្លងកាត់ភ្នំឆ្លងកាត់តាមផ្ទះគេអ្នកតាមភូមិនឹងដែរតបមកយើងក៏ដល់ក្រុមហ៊ុនគេណែនាំតិចតួចពីក្រុមហ៊ុនគេអីខ្លះហើយក៏យើងបានមកដល់ញ៉ាំអាហារពេលថ្ងៃត្រង់ចឹងបន្ទាប់ពីបានញ៉ាំអាហារថ្ងៃត្រង់នៅទីហ្នឹងហើយគេក៏បានណែនាំយើងទៅក្រុមហ៊ុនទៅមើលក្រុមហ៊ុនផ្សេងទៀតដែរនៅជិតហ្នឹងបន្ទាប់ពីពេលមើលក្រុមហ៊ុនមុននឹងមើលក្រុមហ៊ុនយើងក៏ត្រូវតែថតរូបជុំគ្នាមកប៉ោះសិនហើយបានយើងឡើងទៅមើលក្រុមហ៊ុនគេហ្នឹងដល់ពេលយើងមកដល់កន្លែងហ្នឹងហើយយើងមើលវីដេអូមួយសិនតទៅនឹងការអាប់ឡូតនៃក្រុមហ៊ុនគេបន្ទាប់ពីមើលវីដេអូនឹងរួចគេក៏បានឲ្យយើងឡើងទៅជាន់មួយទៀតដើម្បីទៅមើលការតាំងផលិតផលនៃក្រុមហ៊ុនគេថាក្រុមហ៊ុនគេនឹងផលិតអីខ្លះចឹងក្នុងនោះដែរក៏មានផលិតច្រើនរបស់ច្រើនតែយើងត្រូវការប្រចាំថ្ងៃហ្នឹងឧបករណ៍ប្រើប្រាស់ម៉ូតូកង់ស្គីហើយរបស់ទាំងអស់នោះហ្នឹងគឺសុទ្ធតែរបស់នាំចេញទៅប្រទេសអឺរ៉ុបម៉ាស៊ីនដេររបស់ប្រើប្រាស់ក្នុងរោងចក្រម៉ាស៊ីនក្នុងការផលិតរបស់របរអីមួយប្រដាប់លើអីវ៉ាន់អានេះគ្រឿងបន្លាស់ឧបករណ៍ប្រើប្រាស់ក្នុងកសិកម្មអានេះរបរលេងហើយនេះគ្រឿងបន្លាស់ម៉ូតូគ្រឿងចក្រឧបករណ៍ប្រើប្រាស់ក្នុងផ្ទះសម្អាតប្រាប់ឧទានេះសោរបស់ក្នុងចក្រានបាយក្អីហ្គេមបលប្រើប្រាស់ក្នុងពេលដែរបន្ទាប់មកយើងក៏ទៅមើលផ្នែកមួយទៀតនៃក្រុមហ៊ុនដដែលតែជាន់ផ្សេងគ្នាគឺខាងមួយជាន់នេះគេដាក់តសោទេចឹងឥឡូវគេណែនាំពីសោចឹងសោគេនេះដែរក៏គេមានការតែដើម្បីសុវត្ថិភាពឥឡូវគេមាន scan ដៃដាក់ password ហើយនឹង scan មុខចឹងហើយកាមេរ៉ាដែលដាក់នៅក្នុងទ្វារហ្នឹងវា360ដឺក្រេបន្ទាប់ពីមកយើងក៏មកដល់រោងចក្រមួយទៀតតាក់ទងនឹងការផលិតម៉ូតូដូចជាម៉ូតូត្រៃចឹងគេនឹងដូចជាឡើងភ្នំចូលព្រៃអីចឹងណាតែនឹងសិតជាអគ្គិសនីទាំងអស់កង់ក៏អគ្គិសនីដែរអញ្ចឹងយើងអាចតម្លៃសមរម្យតែគេអាចចោះចាញ់ជាមួយនឹងហើយម្ចាស់ក្រុមហ៊ុននឹងគេផ្ទាល់ដែរអ្នកលក់គេនៅនឹងគេឲ្យកូនសិនហ្នឹងមកទីនេះដើម្បី
ឲ្យយើងយល់ដឹងពីគេមាន cooperation មួយនឹងសាលាចឹងទៅពេលដែលគេនាំកូនសិស្សមកដើម្បីជួយផ្សព្វផ្សាយហើយនឹងពេលខ្លះគេក៏អាចនឹងរើសសិស្សនិស្សិតដែលរៀននៅសាលាហ្នឹងដើម្បីមកធ្វើហាត់ការនៅទីហ្នឹងបានដែរចឹងគេក៏ហៅពួកយើងកូនសិស្សទាំងអស់មកដើម្បីឲ្យយើងនឹងជួយផ្សព្វផ្សាយរោងចក្រគេហ្នឹងនិយាយពីខ្ញុំជិះម៉ូតូនេះខ្ញុំចង់សាកជិះម៉ូតូតែជិះទៅចាំពេលល្អណាស់ពេលដែលម៉ូតូនឹងវាអស់ថ្មអស់គុយចឹងទៅក៏ខ្ញុំបានតមួចាក់សោចាក់ឡើងវាជីងភ្លើនចឹងតែជាការវាទៅមុខយ៉ាបន្ទាប់មកក៏ដើរចូលមករោងចក្រកន្លែងគេផលិតហ្នឹងចឹងនេះជំហានទី1កន្លែងគេផលិតការច្នៃគ្រឿងបន្លាស់ដើម្បីបង្កើតបានជាម៉ូតូនឹងមួយអញ្ចឹងគ្រឿងបន្លាស់អស់នេះនៅជាន់ផ្ទាត់ដីបន្ទាប់មកយើងត្រូវទៅមកខាងមុខនឹងមួយទៀតដើម្បីទៅកន្លែងគេវិកខ្ចប់អញ្ចឹងកន្លែងវិកខ្ចប់គេនេះមានមួយជាន់ធំមកគេខុសគ្នាអញ្ចឹងកន្លែងនាំវិកខ្ចប់នេះដែរគឺខាងក្រោយក្រុមនោះសក្តានគេវិកខ្ចប់អញ្ចឹងមុននឹងគេវិកខ្ចប់គេនេះគេរៀបចំសាកថ្មសាកភ្លើងសាកម៉ូតូនៃលបឿនតែត្រូវស្តង់ដារនៅហើយនេះអានេះកន្លែងគេហៅថាខ្សែតខោកន្លែងខ្សែតខោហ្នឹងគឺជាកន្លែងចំណុចចិត្តចុងក្រោយដែលគេផ្គុំរបស់ម៉ូតូហ្នឹងហើយនេះឥឡូវសិស្សនិស្សិតគេសាកម៉ូតូអញ្ចឹងគេមិនមានតមកប្រភេទហ្នឹងដែរគេមានគ្រប់ម៉ូតហើយពេលហ្នឹងក៏គេថាយើងអាចកំងម៉ូតដែលយើងចង់បានផងដែរឥឡូវយើងចេញពីរោងចក្រយើងមកដល់ស្ថានភាពដើម្បីសម្រាប់ឯងព្រោះយើងហត់ឲ្យមួយថ្ងៃហើយឥឡូវយើងចូលមកខាងក្នុងសាលាឬក៏រោងចក្រគេអ្នករៀបចំឲ្យកន្លែងស្ថានភាពហ្នឹងវានៅជិតកន្លែងក្រុមហ៊ុននឹងដែរទេអញ្ចឹងនិទេសភាពនៅក្នុងបន្ទប់និងខាងក្រៅនៃស្ថានភាពឥឡូវយើងនៅមើលពូភ្លើងនេះដែរពូភ្លើងពពកទុកបើភ្លើងឥឡូវយើងរៀបចំទៅញ៉ាំអីនៅខាងក្រៅហើយអូខេចាំជួបនៅវីដេអូបន្តទៀត